ឯកឧត្តមគតិសង្ឃៈបណ្ឌិតគុណគឹមអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅនិងអាជីវកម្មប្រជាពលរដ្ឋភេសកនៅក្នុងខេត្តបន្ទាយមានជ័យនៅថ្ងៃទី23ខែមិថុនាឆ្នាំ2026ឯកឧត្តមគតិសង្ឃៈបណ្ឌិតគុណគឹមទេសរដ្ឋមន្ត្រីអនុប្រធានទី1គណៈកម្មការជាតិគ្រប់គ្រងគ្រោះមហន្តរាយបានអញ្ជើញចុះពិនិត្យស្ថានភាពរស់នៅនិងអាជីវកម្មតាមខ្នងផ្ទះបណ្ដោះអាសន្នប្រជាពលរដ្ឋភេសកព្រមទាំងការបន្តសាងសង់ផ្ទះបណ្ដោះអាសន្នស្ថិតនៅក្នុងភូមិរងចាំឃុំស្លោះក្រាមស្រុកស្វាយជ័យខេត្តបន្ទាយមានជ័យនៅក្នុងពេលអញ្ជើញចុះពិនិត្យតាមខ្នងផ្ទះឯកឧត្តមគតិសង្ឃៈបណ្ឌិតគុណគឹមសូមកោតសរសើរដល់ប្រជាពលរដ្ឋភេសកដែលបានរៀបចំផ្ទះរបស់ខ្លួនប្រកបដោយសោភ័ណភាពបូករួមជាមួយការដាំដុះដំណាំបន្លែហូបផ្លែឯកឧត្តមគតិសង្ឃៈបណ្ឌិតគុណគឹមកត់សម្គាល់ឃើញថាប្រជាពលរដ្ឋភេសកភាគច្រើនបានខិតខំប្រឹងប្រែងនៅក្នុងការរៀបចំជីវភាពរស់នៅតាមរយៈមុខរបរនិងអាជីវកម្មរបស់ខ្លួនយ៉ាងល្អប្រសើរឆ្លៀតនៅក្នុងឱកាសចុះពិនិត្យស្ថានភាពតាមខ្នងផ្ទះឯកឧត្តមគតិសង្ឃៈបណ្ឌិតគុណគឹមបានសំណូមពរដល់ប្រជាពលរដ្ឋដែលជួបប្រទះបញ្ហាប្រឈមសូមរាយការណ៍ទៅកាន់ក្រុមការងារអាជ្ញាធរមូលដ្ឋានឬអាជ្ញាធរដែលប្រចាំការនៅក្នុងភូមិដើម្បីចុះពិនិត្យនិងដោះស្រាយឲ្យបានទាន់ពេលវេលា